សូមជម្រាបសួរលោកអ៊ំជាជនរងគ្រោះទី2បាទលោកអ៊ំឈ្មោះអ្វីដែរខ្ញុំប៉ាល់វីនហើយគ្រួសារអ៊ំទៅណាគ្រួសារខ្ញុំឈឺនៅកប៉ែតឡែតមិនតាន់បាត់ផងគឺកប៉ែតឡែតជំងឺកប៉ែតឡែតដើមរួយទេហើមជើងអូហើមអីហើយល្ងិតទៀតឥឡូវភូមិហ្នឹងអ៊ំនៅស្រុកភូមិមួយភូមិជាមួយគ្នាជាមួយចានឹងភូមិហ្នឹងនេះចាហើយអ៊ំមានការកាត់ទុកមិនសុខចិត្តអីដែរហើយខ្ញុំមានដឹងខ្ញុំនេះខ្ញុំមានការកាត់ទុកមិនសុខចិត្តនេះខ្ញុំដែលកាត់ឲ្យគេតែ10ម៉ែត្រមិនបានថាខ្ញុំនឹងកាត់5-10ម៉ែត្រខ្ញុំមានដីណាឲ្យគេរឿងអីមិញកន្លែងដីហ្នឹងខ្ញុំកាត់ឲ្យវា10ម៉ែត្រព្រោះហុលហ្នឹងឈ្មោះហុលហ្នឹងណាតែយ៉ាងម៉េចបានត្រូវកាត់ឲ្យឈ្មោះហុលខ្ញុំអត់មានលុយដេកពេទ្យអូអញ្ចឹងបានន័យថាហុលហ្នឹងគាត់ជាពេទ្យណាបាទហើយគាត់បានបច្ចាក់ថ្នាំអីឲ្យអញ្ចឹងឧទាហរណ៍ថ្នាំចាបាទថ្នាំហ្នឹងអស់ហើយ350000ហើយ350000ហើយថែម350000ទៀតអញ្ចឹងវាឡើង65000ចាវាឡើង70000បាទ70000ហ្នឹងខ្ញុំឲ្យតែ10ម៉ែត្រទេហើយកដោយ500ទេមិនបានមកថាខ្ញុំឲ្យបដោទៅតឹង5-10បដោយ500ទៅតឹង5-10ខ្ញុំមិនសុខចិត្តទេខ្ញុំតែមានដីណាឲ្យគេឥឡូវវាមាន70ម៉ែត្រហ្នឹងខ្ញុំឲ្យ2លាន10ម៉ែត្របដោយឥឡូវឲ្យរណាស់ដោះស្រាយចឹងផងបាទឥឡូវមិញកើតទុកមិនសុខចិត្តយើងមិនរឿងដីរឿងពេទ្យហ្នឹងគាត់ថាយ៉ាងម៉េចរឿងពេទ្យហ្នឹងថាម៉េចប៉ុន្តែយើងតែមកឆ្លើយថាខ្ញុំលក់5-10ម៉ែត្រហ្នឹងខ្ញុំមិនដែលលក់5-10ម៉ែត្រណាខ្ញុំកាត់ដីឲ្យគេនឹងការ10ម៉ែត្រតើហើយល្មិចបានទៅមកលឺដល់ឥឡូវនេះខ្ញុំមិនដែលលឺយូរណាស់ហើយមិនចិត្តណាកាលចឹងដីហ្នឹងអត់ទាន់មានឯកសារឬកាន់កាត់អីអត់មានអីទាំងអស់ចាសិទ្ធិព្រៃដីព្រៃបងដែរហ្នឹងគឺមីងបានន័យបញ្ជាក់ថាមីងគាត់កាត់ឲ្យទៅថ្លៃចាក់ថ្នាំពេទ្យចាអស់35 ដងស្មើនឹង70000ហើយគាត់ក៏អត់លុយអត់កាក់ថវិកាក៏បានកាត់ដីហ្នឹងចំនួនក្បាល10ម៉ែត្របដោយ500ចាឲ្យពេទ្យចឹងណោះបាទឲ្យពេទ្យហ្នឹងឈ្មោះហុលចាហើយនៅឆ្ងាយដល់ពេទ្យហ្នឹងនៅផ្ទះក្នុងត្រង់ដើមស្វាយជ្រើអូបាទហ្នឹងជារឿងមួយដែលរឿងគួរតែពិចារណាប៉ុន្តែកាលនោះយើងអត់ណាហើយប៉ុន្តែមីងបានតែកាត់ឲ្យចំនួនក្បាល10ម៉ែត្រទេ10ម៉ែត្រទេហើយដល់ពេលគាត់ថាមីងកាត់ឲ្យប្រហែល15ចាពេលខ្ញុំគ្មានដីណាដីកូនខ្ញុំតែ10ម៉ែត្រហ្នឹងទៅកាត់ឲ្យ5-10ម៉ែត្រអូបាទអានឹងអត់អីទេខ្ញុំនឹងធ្វើការកិច្ចសម្ភាសជនកភាសាជាថ្មីមីងណាឥឡូវអ្វីសំណុំពររបស់មីងមានតែរឿងប៉ុណ្្នឹងទេចាអញ្ចឹងតែចុងក្រោយមីងសូមសំណុំពរពីសម្ដេចពុកម៉ែទាំងអស់ជួយកូនចៅផងខ្ញុំនេះជនរងគ្រោះដែលគេចោទខ្ញុំថាខ្ញុំលក់5-10ម៉ែត្រខ្ញុំឲ្យគេតែ10ម៉ែត្រទេកាត់ថ្លៃពេទ្យហ្នឹងតែមកថាចុងក្រោយនេះមកខ្ញុំឲ្យ5-10ម៉ែត្រខ្ញុំមានដីណាដីគេទាំងអស់ខ្ញុំមានដីណាឲ្យគាត់ឲ្យគេនោះខ្ញុំគ្មានដីទេអូចាខ្ញុំគ្មានដីទេនេះគឺជារឿងពិតដែលកើតឡើងនៅក្នុងភូមិកំពើ2ស្រុកវាលវែងខេត្តពោធិ៍សាត់ឥឡូវលោកយមគាត់បានមានប្រសាសន៍ថាដីគាត់មានត្រឹមតែ10ម៉ែត្រទេសម្រាប់ថ្លៃព្យាបាលថ្នាំពេទ្យអញ្ចឹងអ៊ំណោះចាបាទហើយឥឡូវហ្នឹងគឺគេចោទថាអ៊ំហ្នឹងកាត់ដីឲ្យគេ15ម៉ែត្រចាតែអ៊ំអត់មានដីឲ្យគេទេអត់មានដីទេដីគេជុំវិញទៅកាត់ឲ្យគេណាបានឲ្យគេថ្មីចាអញ្ចឹងក៏ជាចុងក្រោយខ្ញុំបាទពុសាត់03ក៏សូមធ្វើសេចក្តីរាយការណ៍ជូនអង្គភាពសារព័ត៌មានហេរ៉ូមេញូត្រឹមនេះក៏សូមអរព្រគុណនិងសូមអរគុណសូមជម្រាបលាបាទ